You cannot escape what I entail. កាលពីយូរឆ្នាំមុនមានភូមិស្រែតូចមួយនៅជាព្រៃភូមិនោះហាក់ស្ងប់ស្ងាត់និងមានវាលស្រែធំល្វឹងល្វើយនិងមានតែដោយដើមត្នោតដុះជាជួរនៅលើភ្លឺពេលថ្ងៃមើលទៅស្រស់ស្អាតតែពេលយប់វិញសូរខ្យល់បក់តាមស្លឹកត្នោតបានធ្វើឲ្យបរិយាកាសមើលទៅគួរឲ្យខ្លាចបំផុតមនុស្សក្នុងភូមិនោះមានជំនឿជឿថានៅក្នុងព្រៃក្បែរភូមិពួកគេមានពស់ធំមួយដែលរស់នៅជាយូរឆ្នាំណាស់មកហើយគេនិយាយថាវាមិនមែនជាពស់ធម្មតាទេប៉ុន្តែវាជាពស់ដែលមានវិញ្ញាណព្រាយដែលសន្ធិដ្ឋនៅក្នុងខ្លួនរបស់វាហើយតែងតែបំលែងខ្លួនជាមនុស្សបានគ្រប់ពេលនៅក្នុងភូមិមួយនោះមានយុវជនម្នាក់ឈ្មោះវិទូគាត់គឺជាកសិករសាមញ្ញម្នាក់តែមានចិត្តល្អនិងខិតខំធ្វើការងារខ្លាំងណាស់ជារៀងរាល់ថ្ងៃគាត់ទៅធ្វើស្រែតាំងពីព្រឹករហូតដល់ពេលល្ងាចថ្ងៃមួយខណៈពេលវិទូដើរតាមផ្លូវត្រឡប់ពីស្រែវិញគាត់បានឃើញស្រីស្អាតម្នាក់អង្គុយនៅក្រោមដើមត្នោតជាព្រៃនាងស្លៀកសម្លៀកបំពាក់ពណ៌សនាងមានសក់វែងរលោងវិទូភ្ញាក់ផ្អើលណាស់ព្រោះគាត់មិនដែលឃើញនាងនៅក្នុងភូមិឡើយកាលពីមុនតើអ្នកជាអ្នកណាហេតុអ្វីក៏មកអង្គុយនៅទីនេះតែម្នាក់ឯងមនុស្សស្រីម្នាក់នោះលើកមុខឡើងយឺតនិងញញឹមស្រាលមកគេនាងក៏បាននិយាយថានាងឈ្មោះសូរីនាងបានដើរវង្វេងចូលមកនៅក្នុងភូមិនេះវិទូមានចិត្តអាណិតហើយនាំនាងត្រឡប់មកភូមិរបស់គេចាប់តាំងពីពេលនោះមកសូរីបានរស់នៅក្នុងភូមិនេះមនុស្សជាច្រើនក្នុងភូមិបានសរសើរថានាងស្អាតខ្លាំងណាស់និងមានចរិតសុភាពរាបសារថែមទៀតផងប៉ុន្តែមានថ្ងៃមួយគឺមានរឿងចម្លែកមួយបានកើតចំពោះនាងមិនសូវចូលចិត្តនៅក្រោមពន្លឺភ្លឺថ្ងៃខ្លាំងនោះទេហើយនាងចូលចិត្តតែដើរលេងនៅជាព្រៃនៅពេលយប់វិទូចាប់ផ្ដើមស្រឡាញ់នាងបណ្ដាពួកគេជួបគ្នាជារៀងរាល់ថ្ងៃនិងនិយាយគ្នាជាច្រើនម៉ោងមិនយូរប៉ុន្មានវិទូបានសុំសូរីរៀបការនាងក៏បានយល់ព្រមហើយនាងក៏បានដាក់លក្ខខណ្ឌមួយមកកាន់គេនាងនិយាយថាបើបងស្រឡាញ់អូនពេលយប់បងកុំតាមមករកអូនទៅតាមព្រៃអីហើយកុំសួរអ្វីដែលអូនមិនគួរឲ្យបងដឹងវិទូក៏យល់ស្របតាមនាងព្រោះគាត់ស្រឡាញ់នាងខ្លាំងណាស់ក្រោយរៀបការពួកគេរស់នៅជាមួយគ្នាដោយសុខសាន្តប៉ុន្តែថ្ងៃមួយស្រាប់តែមានរឿងចម្លែកបានកើតឡើងជារៀងរាល់យប់សូរីនឹងចេញពីផ្ទះនាងបាននិយាយថានាងចង់ទៅដើរលេងនិងទៅមើលព្រះច័ន្ទនៅពេលយប់វិទូគិតថាវាជារឿងធម្មតាទេប៉ុន្តែមានយប់មួយនោះគាត់ស្រាប់តែភ្ញាក់ឡើងហើយឃើញទ្វារផ្ទះបើកបន្តិចគាត់ក៏បានដើរចេញទៅខាងកានហើយឃើញសូរីដើរចូលទៅក្នុងព្រៃដោយមានចិត្តសង្ស័យគាត់ក៏បានសម្រេចចិត្តដើរតាមពីក្រោយនាងដោយស្ងៀមស្ងាត់លុះពេលទៅដល់កណ្ដាលព្រៃសូរីក៏ឈប់ហើយឈរនៅក្បែរបឹងតូចមួយពេលនោះពន្លឺព្រះច័ន្ទក៏បានបំភ្លឺលើទឹកពេលនោះស្រាប់តែមានអ្វីមួយគួរឲ្យខ្លាចបានកើតឡើងសូរីចាប់ផ្ដើមប្រែរាងកាយយឺតខណៈស្បែករបស់នាងប្រែជាមានភាពចម្លែកទូបានដឹងខ្លួនថាសូរីបានក្លាយទៅជាពស់ធំមួយដែលមានភ្នែកភ្លឺក្នុងភាពងឹត
វិទូផ្ដើមខ្លាចខ្លាំងណាស់ហើយដើរថយក្រោយយឺតតែភ្លាមនោះពស់នោះក៏បានបំលែងខ្លួនត្រឡប់មកជាសូរីវិញពេលនោះនាងក៏បានដឹងថាវិទូបានដឹងការពិតពីនាងហើយនាងនិយាយដោយសំឡេងសោកសៅថាអូនមិនចង់ឲ្យអ្នកណាដឹងទេតែឥឡូវបងបានឃើញហើយមែនទេសូរីប្រាប់ថានាងគឺជាព្រីពស់ដែលរស់នៅក្នុងជីព្រៃនេះយូរឆ្នាំណាស់មកហើយនាងបានបំលែងខ្លួនជាមនុស្សព្រោះនាងចង់រស់នៅជាមួយមនុស្សនិងចង់ដឹងថាស្នេហារបស់មនុស្សមានអារម្មណ៍យ៉ាងណាទៅវិទូស្ងៀមមិនដឹងថាគូធ្វើអ្វីទេគាត់ស្រឡាញ់នាងប៉ុន្តែគាត់ភ័យខ្លាចផងដែរមុនពេលពួកគេនិយាយចប់ស្រាប់តែមានមនុស្សក្នុងភូមិមួយក្រុមបានមកដល់ពួកគេបានលើពាក្យចចាមអារ៉ាមថាមានព្រីពស់នៅក្នុងព្រៃនេះហើយបានយកភ្លើងនិងអាវុធមកសម្លាប់វាពេលនោះពួកគេឃើញសូរីបានឡាយជាពស់ពួកគេភ័យខ្លាចនិងក៏បានស្រែកថាសម្លាប់វាទៅវិទូនៅមុខវិទូឈរនៅចំពោះមុខពួកគេហើយក៏បានព្យាយាមការពារសូរីនិងប្រាប់ពួកគេកុំឲ្យធ្វើបាបនាងប៉ុន្តែអ្នកទាំងនោះមិនព្រមស្ដាប់គេឡើយចុងក្រោយសូរីមើលទៅវិទូដោយភ្នែកពោពេញដោយទឹកភ្នែកនាងបាននិយាយថាសូមអរគុណដែលបងស្រឡាញ់អូនទោះអូនមិនមែនជាមនុស្សនោះទោះអូនមិនមែនជាមនុស្សក៏ដោយបន្ទាប់មកនាងបានឡើងជាពស់ធំហើយលុំចូលទៅក្នុងព្រៃងងឹតមិនត្រឡប់មកវិញទៀតឡើយចាប់តាំងពីពេលនោះមកវិទូមិនដែលរៀបការជាមួយអ្នកណាទៀតទេរៀងរាល់យប់ពេញបរមីគាត់តែងតែដើរទៅជាព្រៃហើយសម្លឹងមកទៅក្នុងភាពងងឹតនិងស្រមៃរាល់អនុស្សាវរីយ៍ដែលគេមានចំពោះនាងមនុស្សក្នុងភូមិបាននិយាយថានៅពេលយប់ស្ងាត់ពួកគេឃើញពស់ធំមួយលួនក្បែរបឹងនិងមើលមកក្នុងភូមិនេះហើយពេលខ្លះទៀតអ្នករាល់គ្នាក៏បានឮសំឡេងមនុស្សស្រីម្នាក់ក៏បានឮសំឡេងមនុស្សស្រីនិយាយស្រាលរសាត់តាមខ្យល់មកថាខ្ញុំនៅតែចងចាំអ្នក